បើសិនជានាឡិកាមួយនេះប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាមានហានិភ័យខ្ពស់នៃការកើតជំងឺទឹកនោមផ្អែមប្រហែលជាអ្នកទាំងអស់គ្នានឹងផ្លាស់ប្ដូរការគិតហើយរត់ទៅរកគ្រូពេទ្យភ្លាមតែម្ដងព្រោះនាឡិកាមួយនេះគឺមានសមត្ថភាពខ្ពស់មែនទែនក្នុងការទស្សន៍ទាយមើលហានិភ័យជំងឺទឹកនោមផ្អែមថាមានទាបមធ្យមឬក៏ខ្ពស់តែនាឡិកាមួយនេះអត់បានបូមឈាមយើងមើលទេតែវាប្រើពន្លឺបច្ចេកវិទ្យារបស់ PPG ពាក្យពេញរបស់វា Photo Plethysmography អាចដឹងអំពីកម្រិតភាពខាប់នៃឈាមរបស់យើងនោះហើយគឺជាអ្វីដែលអាចដឹងអំពីកម្រិតស្ករជាទូទៅនាឡិកាមួយនេះគឺវាស់រយៈពេល3ទៅ7ថ្ងៃភាពខាប់នៃឈាមរបស់យើងនឹងប្រែប្រួលបាត់អាហ្នឹងមួយបូកផ្សំជាមួយនឹងអាយុរបស់យើងភេទរបស់យើងកម្ពស់គីឡូជាមួយនឹងសកម្មភាពបាទប្រចាំថ្ងៃរបស់យើងនោះវាអាចទាញឲ្យជាលទ្ធផលថាយើងមានអត្រាហានិភ័យជំងឺទឹកនោមផ្អែមទាបមធ្យមឬក៏ខ្ពស់ហើយជាលទ្ធផលមកគឺទីអារម្មណ៍ខ្លួនឯងសប្បាយចិត្តមែនទេបើសិនជាវាលោតទៅខ្ពស់ហើយមិនដឹងភ័យប៉ុណ្ណាប៉ុន្តែសួរថាវាបានប្រយោជន៍អីបើសិនជាករណីដែលវាលោតទៅមធ្យមឬក៏ខ្ពស់វាអាចឲ្យខ្ញុំដឹងបានថាជុំខ្ញុំប្រហែលជាអាចនឹងមានជំងឺទឹកនោមផ្អែមទៅជួបគ្រូពេទ្យភ្លាមអញ្ចឹងអ្នកទាំងអស់គ្នាអាចគិតមើលថាគួរប្រើនាឡិកាមួយនេះដើម្បីការពារខ្លួនឯងកុំឲ្យមានជំងឺទឹកនោមផ្អែមឬក៏អត់